វីដេអូមួយនេះគឺ admin មកបង្រៀនពីរបៀបតាមដានអវ៉ាន់ទិញមកពីចិនតាម app Loda អញ្ចឹងយើងគ្រាន់តែចុចកន្លែងបងតំណែង mall ហ្នឹងមកគឺមានអវ៉ាន់នេះហើយនឹងលេខកូដអវ៉ាន់ដែលបងបានធ្វើការបញ្ជាទិញហើយបើសិនជាយើងបានធ្វើការទូទាត់ប្រាក់រួចហើយកន្លែងហ្នឹងគឺមានដាក់ថារងចាំការដឹងជូនហ្នឹងណាអញ្ចឹងគឺមានន័យថារងចាំខាងហាងហ្នឹងគាត់បញ្ចេញអវ៉ាន់ហ្នឹងសិនអញ្ចឹងនៅពេលដែលអវ៉ាន់បានដឹកចេញមកហើយគឺមាននឹងដាក់ថារងចាំការដឹងជូនអន្តរជាតិអញ្ចឹងនៅពេលដែលចេញបែបហ្នឹងហើយគឺបងគ្រាន់តែចុចចេញមកវិញហើយចូលកន្លែងខ្ញុំបាទអញ្ចឹងពេលដែលចូលមកដល់កន្លែងហ្នឹងគឺមានន័យថាអវ៉ាន់បានដឹកចេញមកពីចិននៃហើយបើសិនជានៅក្នុងកន្លែង starter នេះហ្នឹងដាក់ថានៅក្នុងឃ្លាំងហ្នឹងអាហ្នឹងគឺមានន័យថាអវ៉ាន់បានមកដល់ស្រុកខ្មែរហើយបើដាក់ថានឹងមកដល់ហ្នឹងមានន័យថាអវ៉ាន់អត់ទាន់មកដល់ទេនឹងមកដល់ហ្នឹងបងឃើញមានថ្ងៃខែហ្នឹងអាហ្នឹងគឺជាថ្ងៃដែលបានដឹកចេញមកពីប្រទេសចិនហើយមានថ្លៃដឹកមានគីឡូមានទំហំអីជូនបងសាច់ហ្មងនៅក្នុងហ្នឹងហើយបើសិនជាបងចង់ដឹងថាឃ្លាំងដែលបងបានដាក់អវ៉ាន់ហ្នឹងនៅកន្លែងណាហើយលេខទូរស័ព្ទមួយណាបងគ្រាន់តែចុចចេញមកវិញហើយចុចកន្លែងផ្ទះហ្នឹងមកបន្ទាប់មកយើងមើលទៅខាងលើគឺមានការដឹកជញ្ជូនអន្តរជាតិគ្រាន់តែចុចលើហ្នឹងមកគឺមានបង្ហាញសាខា Loda ហើយបន្ទាប់មកបងអាចរើសសាខាដែលបងចង់ដឹងថាទីតាំងនៅកន្លែងណាហើយលេខទូរស័ព្ទមួយណាបាន